បាទតោះសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលរថយន្តបាទ BYD ដែលមានតម្លៃជាង $40,000 បាទ model នេះគឺ BYD Sealai N7 ជាប្រភេទឡានសាំងលាគិសនីបាទឡានសាំងលាគិសនីដូចគ្នាអគ្គិសនីសុទ្ធបងប្អូនសាកមកពេញជិះបាន 1000 គីឡូបើសិនជាបងប្អូនចាក់សាំងមកពេញសាកថ្មមកពេញអាចរត់បានដល់ 2000 គីឡូបាទចង់ដឹងថា 40000 ជាងបាទភាពទំនើបខាងក្នុងមានអីខ្លះមានអីប្លែកអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញពីផ្នែកខាងមុខបើយើងមើលទៅយើងមានបាទកាមេរ៉ា360មើលបាតឡានបានឡាននេះបាទហើយ sensor មួយជុំឡាន sensor បាទ sensor ខាងមុខធម្មតាតែមាន sensor មុខគឺវាមាន sensor ក្រោយដែរបាទជាគៀងខាងមុខគឺនៅតែភ្ជាប់មកជាមួយនឹងប្រភេទ LED បាទ LED 2គ្រាប់ LED ភ្លុះតែម្ដងបាទអូខេហើយចំពោះយ៉ានបាទបងប្អូនមកមើលយ៉ានវិញឥឡូវខ្ញុំដាក់ពីចំហៀងឲ្យបងប្អូនមើលបាទប្រភេទយ៉ានបាទយ៉ានស្អាតមែនតើសម្រាប់ Sealai N6 នេះបាទហើយរង្វង់យ៉ានគឺ19អ៊ីងបាទប្រភេទយ៉ានស្អាត Sport ដាក់ទៅស៊ីជាមួយនឹងឡាន Premium បាទឡាន Luxury បាទអញ្ចឹងកន្លែងថ្នេរនេះគឺកន្លែងចកនេះបាទបងប្អូនហ្នឹងគឺជាបាទសញ្ញោបដិញនៅលើត្រឡោកកញ្ចក់បាទហើយសងខាងយើងមានកាមេរ៉ាអញ្ចឹង360មើលបាតឡានបាទហ្នឹងផ្នែកចំហៀងទៅលើនាំអារម្មណ៍បងប្អូនមកមើលផ្នែកខាងក្នុងបន្តិចបាទខាងក្នុងពេលថ្ងៃនេះខ្ញុំបង្ហាញពីខាង passenger មុនបាទអូអ៊ីនតេរីក៏បើកមកគឺបាទចាប់ចិត្តតែម្ដងយើងមើលឃើញជាបាទពូកស្បែកហើយសំខាន់ការដេរថ្នេរឡើយស្អាតខ្លាំងមែនតើបងប្អូនអរគ្នាបាទថ្នេរពូកស្បែកចំណុចមួយទៀតខ្ញុំចាប់អារម្មណ៍បាទកន្លែងទៅឃើញគឺស្អាតជាមួយនឹងនិយាយទៅតាក់ចិត្តបាទ speaker បងប្អូនបាទ speaker របស់ Infinity តែម្ដងបាទកន្លែងនេះបាទមាន dim ទៀតបងប្អូនបាទភ្លើង dim បាទភ្លើង dim មានភ្លើង dim បងប្អូនជាងភ្លើង dim នេះបងប្អូនអាចសេរីបានលេង color បាទនៅមួយក្នុងឡានបាទហើយមើលពូកស្បែកបាទការដេរពូកខាងក្នុងអូតុនមែនតើបាទកៅអីអូតូបាទប្រភេទកៅអីអូតូហើយខាងក្នុងយើងមានភ្លើង dim screen 15 inch បាទ wireless charge បាទប្រភេទចង្កឹះលេខនេះគឺ design បើយើងមើលមកផ្លែស្តៀង Sealai បងប្អូនប៉ុន្តែស្អាតបាទនិយាយទៅចង្កឹះលេខស្អាតមែនតើតម្រង់មកគឺ clean ណាបាទខាងក្នុង design មកគឺអត់សូវមើលទៅអត់សូវអៀតទៅចិត្តច្រើនតលាយស្រឡះស្អាតខ្ជូតមែនតើ wireless charge បាទកន្លែងដាក់កំប៉ុងទឹកញ៉ាំអីបាទដាក់អីវ៉ាន់ Smart Key 2គ្រាប់មានជាមួយនឹងកាត NFC 1បាទអូខេហើយសំខាន់អូមានដំបូលបើកទៀតបាទមាន sunroof បាទបងប្អូនអាចបើកដំបូលបានអូកប់សេរីបាទបាទនេះប្រហែលជាអាចតតទៅនឹងនេះបងប្អូនខ្ញុំអូតូប្រេកបាទឡាននេះយើងមានអូតូប្រេកប៉ុនសុវត្ថិភាពច្រើននៅលើ Sealai N6 បាទស្អាតនិយាយទៅឡាននេះយើងភ្ជាប់មកជាមួយនឹងភាពទំនើបបាទសមใจបាទផ្នែកខាងក្រោយបងប្អូនអូស្រឡះតលាយមែនតើ SUV 5កៅអីបាទប្រភេទឡានសមใจលីសាំងសិនជាក្រោយបាទសមរម្យជាមួយនឹងតម្លៃមែនតើបាទតម្លៃតែ 40000 ស្ដើងបាទ41900អញ្ចឹងបងប្អូនដែលមានបាត់ចិត្តចន្លោះ 30000 ក្រាស់ 40000 ស្ដើងអីអាចពិចារណាបានជាមួយ Sealai N7 នេះបាទឡានលក្ខណៈគ្រួសារធំតលាយស្រឡះបាទទំនើបសមใจមកមកផ្លេគូក្រោយប្រភេទអូតូទៀតបាទអូបងប្អូនមើល space ខាងក្រោយបាទ sensor មកក្រោយផ្នែកចំហៀងផ្នែកខាងក្រោយបាទអូស្រឡះខាងក្រោយនេះដាក់អីវ៉ាន់បានច្រើនមែនតើបាទដាក់អីវ៉ាន់មកឆ្ងាញ់ស្អាតខ្ញុំនិយាយថាស្អាតតែ Sealai N6 នេះបាទតោះបងប្អូនឥឡូវមកមើលផ្នែកខាងតកង់វិញមើលមានអីប្លែកបាទវ៉ាវបើកចេញមកគឺយើងឃើញស្តៀងគ្នាបាទ
ចា design ខាងក្នុងខាងក្រៅគឺដូចគ្នាទាំងអស់បាទថ្នេ speaker កញ្ចក់អូតូ speaker ដូចជាបាទ12គ្រាប់ស៊ីឡាយពិសេសនេះមែនតែន sound system ដាក់ប៊ូមប៊ូមតែម្ដងបាទកន្លែងមកមើលដៃចកូតកន្លែងនេះ view 360 Powell screen បាទ adaptive cruise control បាទកន្លែង voice command mode អីផ្សេងៗនៅក្នុងនេះមានច្រើនបាទហ្នឹងតែនៅលើឡាននេះកៅអីកដៅត្រជាក់បាទចាប់កន្លងផ្លូវមានទាំងអស់បងប្អូនអូតូសងខាងមានកៅមានកៅអីកដៅត្រជាក់ទៀតអត់តែម៉ាសាមួយទេបងប្អូនចាប់អារម្មណ៍មកមើលនៅ showroom បានបាទតើតងក្រុមការងារផ្នែកលក់បានខ្ញុំនឹងដាក់លេខ contact នៅក្នុងបាទអរគុណច្រើនបាយបាយ